ខ្ញុំមកប្រទេសថៃមិនទាន់បាន24ម៉ោងផងតែខ្ញុំស្ទើរត្រូវបានប៉ូលីសចាប់យើងត្រូវតែចេញពីទីនេះឲ្យបានលឿនបំផុតព្រោះពួកគេចង់ឲ្យយើងបង្ហាញវីដេអូទាំងអស់ដែលយើងថតហើយយើងមិនចង់បាត់បង់អ្វីដែលយើងបានថតសម្រាប់យកនេះទេដូច្នេះយើងត្រូវតែចេញពីទីនេះឲ្យបានលឿនប៉ូលីសបានដេញតាមយើងរហូតដល់រថយន្តវ៉ែនរបស់យើងវាពិតជាគ្រោះថ្នាក់ណាស់ព្រោះប៉ូលីសពួកគេបានគំរាមថានឹងចាប់សមាជិកក្រុមយើងខ្លះព្រោះថតវីដេអូទោះបីយើងមានអាជ្ញាប័ណ្ណថតក៏ដោយយើងបានបង់ប្រាក់សម្រាប់អាជ្ញាប័ណ្ណហើយដូច្នេះតាមច្បាប់យើងគួរត្រូវបានអនុញ្ញាតឲ្យថតគាត់នោះគឺគ្រាន់តែគាត់ប៉ុណ្ណោះបើគាត់នៅក្នុងវីដេអូវាមិនមានបញ្ហាទេនៅស្ថានីយ៍ប៉ូលីសមានតែអ្នកនិងខ្ញុំប៉ុណ្ណោះខ្ញុំនឹងយកអ្វីគ្រប់យ៉ាងគ្រាន់តែបង្ហាញគាត់ហើយបង្ហាញរូបថតទាំងអស់ដែលគាត់ចង់ឲ្យយើងចេញផ្សាយយើងអាចធ្វើវាបាននៅថ្ងៃស្អែកយើងអាចនាំយកកាសែតហើយបន្ទាប់មកខ្ញុំនឹងអធិស្ឋានដល់គាត់នេះប៉ូលីសទីបំផុតបានយល់ព្រមអនុញ្ញាតឲ្យយើងចាក់ចេញតារាបណាយើងយកវីដេអូទៅប៉ុស្តិ៍ប៉ូលីសនៅថ្ងៃស្អែកលំបាកទាំងមូលនោះពិតជាគួរឲ្យរន្ធត់ណាស់